គុណហើយខ្ញុំនៅពេលដែលឃើញលទ្ធផលក្មេងៗនេះខ្ញុំនឹកដល់រឿងមួយទៀតមុននឹងខ្ញុំឆ្លើយពួកក្មេងៗនេះគឺថាគាត់ធ្វើដេញរឿងឲ្យឪពុកម្ដាយគាត់នឹងពីរក្នុងពេលតែមួយចាទី1គឺជាសិស្សល្អនៅសាលាដេញចំណេះដឹងទូទៅផងហើយស្រាប់តែគាត់មកខ្លាយទៅជាដេញយុវជនឆ្នើមយុវនារីឆ្នើមនៅក្នុងការប្រកួតប្រជែងជាមួយគេនេះទៀតពិតជាអស្ចារ្យមែនទែនបាទអញ្ចឹងរឿងអស្ចារ្យពីរចំណុចដ៏អស្ចារ្យនេះគឺធ្វើឲ្យខ្ញុំមែនទែនការពិតខ្ញុំជាអ្នកអនុវត្តផ្ទាល់ជា practitioner បាទហើយបើអាហ្នឹងហើយមួយទៀតគឺថាយើងមានបេះដូងជាអ្នកចែករំលែកស្រាប់ម្ល៉េះហើយខ្ញុំគ្មានមិនដែលបានសម្ដែងការចង្អៀតចង្អល់ថាយើងគ្រាន់តែយកលេសថាយើងជាអ្នកជំនួយយើងរវល់យើងមិនអាចទៅចូលរួមបានទេគឺអត់អញ្ចឹងទេដោយសារយើងមានដេញបេះដូងជាអ្នកចែករំលែកអញ្ចឹងគឺថាខ្ញុំត្រៀមលក្ខណៈជាស្រេចក្នុងការដែលមកចែករំលែកក្នុងការជួយជាសង្ខេបគឺប៉ុណ្ណឹងទេបងសូមថ្លែងអំណរគុណចំពោះសម្ដានចិត្តចែករំលែករបស់លោកនិងសូមថ្លែងអំណរគុណលោកប្រធាននិងបងប្អូនទាំងអស់ចាដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សារបស់យើងថ្ងៃនេះតាក់ទងទៅនឹងការប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកអ្នកនាងទូរទស្សនិកជនជាទីគោរពកិច្ចពិភាក្សារបស់យើងនៅក្នុងពេលនេះសូមបញ្ចប់តែត្រឹមនេះសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកសូមគោរពលា